សួស្តីស្វាគមន៍មកកាន់វគ្គសិក្សា Android ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD សម្រាប់មាតិកាថ្ងៃនេះគឺទាំងអស់គឺយើងនិយាយអំពី list view ដែលចំណុចទី1យើងនឹងស្វែងយល់អំពី adapter view ឬក៏យើងអាចហៅបានថា adapter ទី2យើងនឹងយល់អំពី list view ទី3 single choice list view ហើយនឹងចំណុចចុងក្រោយគេគឺ multiple choice list view ចឹងដើម្បីមុននឹងឈានទៅដល់ការប្រើប្រាស់ list view បានគឺយើងត្រូវតែយល់ដឹងថាតើអ្វីទៅជា adapter view ឬក៏យើងហៅកាត់ថា adapter វាគឺជា container មួយដែលផ្ទុកនៅ view object គេថា list item ចឹងរាល់ item ក៏រាល់ object នីមួយៗដែលយើងបានឃើញដែលវាបង្ហាញនៅក្នុង list 1 row ហ្នឹងគឺវាស្ថិតនៅក្នុង adapter ទាំងអស់ adapter គឺជាអ្នកគ្រប់គ្រង object ទាំងនោះហើយបញ្ចូលតម្លៃវាចូលទៅក្នុង list view adapter view វាគឺជាឆាតខ្លះរបស់ view group មួយដែលយើងឃើញរូបខាងក្រោមនេះគេថា adapter view វាគឺមាន view មេមួយគឺ view group ហើយ view group នោះមាន view មួយទៀតអានេះគឺជារចនាសម្ព័ន្ធរបស់ខ្លះនៃ adapter view យើងក៏អាចទាញយកទិន្នន័យពី cursor អញ្ចឹងនៅពេលយើងធ្វើការជាមួយនឹង SQLite database អញ្ចឹងយើងអាចប្រើ cursor ដើម្បីទាញយកទិន្នន័យដែលយើងបាន query ចេញពី database ឬក៏យើងអាចប្រើប្រាស់នៅ array list ដែលយើងកំណត់ទិន្នន័យទៅឲ្យវាអញ្ចឹងពេលដែលយើងចាប់យកទិន្នន័យបានហើយគឺយើងត្រូវរៀបចំវានៅក្នុង adapter ជាមុនសិនមុននឹងយើងដាក់វាចូលទៅក្នុង list view យើងរៀប adapter ហើយមកយើង set វាចូលទៅក្នុង list view ទៅតាមក្រោយអញ្ចឹងយើងឃើញមាន view ច្រើនដែលត្រូវការប្រើ adapter ដូចជា list view grid view spinner និង gallery ទាំងអស់នេះគឺវាត្រូវការ adapter ដើម្បីបញ្ចូលតម្លៃក៏បញ្ចូលទិន្នន័យទៅឲ្យវាប៉ុន្តែដល់ចំណុចចុងក្រោយគឺ gallery សប្តាហ៍នេះគឺគេមិនសូវប្រើឬក៏អាចថាគេឈប់ប្រើហើយគឺគេប្រើ grid view ជំនួសវិញក្រៅពីការបង្ហាញទិន្នន័យ adapter វាក៏មានតួនាទីមួយទៀតគឺវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់នឹងមានទំនាក់ទំនងជាមួយនឹង item នីមួយៗនៅក្នុង list នោះអញ្ចឹងតួនាទីទី1គឺវាបំពេញ data ក៏បំពេញទិន្នន័យនេះទៅឲ្យ list view និងទី2គឺវាអាចចាប់យកនៅធាតុនីមួយៗរបស់ list ថានៅក្នុង row ទាំងអស់គឺមាន item នីមួយៗអញ្ចឹងនៅពេលដែល user គាត់ចុចទៅលើ item ណាមួយ adapter គឺអាចចាប់បាននៅ position ឬក៏ទីតាំងនៃ item ដែល user បាន select នៅលើ list view មួយនោះអញ្ចឹងយើងទៅមើលដំណើរការរបស់ adapter វិញម្ដងអញ្ចឹងទី1ថាខ្ញុំមាន data source ហ្នឹងគឺយើងអាចបានមកពី cursor អាចបានពី database ឬក៏យើងអាចមាន array list ដែលយើងបញ្ចូល data ដល់ខ្លួនឯងអញ្ចឹងយើងមាន data មួយហើយអញ្ចឹងទី2គឺយើងមាន list view list នោះវាអាចជា list view ក៏បានអាចជា grid view ឬក៏អាចជា spinner អញ្ចឹងធ្វើម៉េចដើម្បីឲ្យបញ្ជូន data ដែលមាននៅក្នុង data source នេះចូលមកកាន់ list view បានគឺយើងត្រូវតែមាន adapter អញ្ចឹង adapter វាដូចជា spin មួយដើម្បីចម្លងឬក៏ផ្ទេរទិន្នន័យពី data source ចូលទៅកាន់ list view របស់យើងទី2យើងចូលដល់ list view អញ្ចឹងយើងស្គាល់ list view គឺវាមានរូបរាងបែបនេះគឺវាជាលក្ខណៈមួយ row ហើយយើងនៅពេលដែលទិន្នន័យនោះវាមានច្រើនពុកផុតពីទំហំ screen របស់យើងអញ្ចឹងយើងអាច scroll វាឡើងលើចុះក្រោមបានអញ្ចឹងគឺវាបង្ហាញទិន្នន័យជាលក្ខណៈជួរដេកហើយទិន្នន័យដែលវាបានបង្ហាញនៅក្នុងមួយ row នេះគឺវាត្រូវការ adapter មួយដើម្បី set តម្លៃចូលទៅកាន់ list view មួយនោះអញ្ចឹងដើម្បីបង្កើតនៅ list view គឺយើងត្រូវមានជំហាន3ជំហានអញ្ចឹងជំហានដំបូងគឺយើងត្រូវកំណត់នៅប្រភេទ data source សិនអញ្ចឹង data អីខ្លះដែលយើងត្រូវ set ចូលទៅក្នុង list view មួយនោះយើងអាចកំណត់វានៅក្នុង array ឬមួយក៏ data source ជំហានទី2យើងត្រូវកំណត់នៅ row ឬមួយក៏ layout នីមួយៗរបស់ list ដែលយើងបានឃើញអំបញ្ញមិញនេះគឺមួយ row ហ្នឹងគឺយើងត្រូវកំណត់នៅ layout របស់វាជំហានទី3គឺយើងត្រូវអាចចាប់យកនៅទីតាំងរបស់ item នៅពេលដែល user គាត់ចុចទៅលើ item ទីប្រមាណគឺយើងត្រូវចាប់ទៅលើ item មួយនោះបាទនេះគឺជាជំហានទាំង3សម្រាប់បង្កើតនៅ list view យើងចូលដល់ចំណុចទី3ធំដែលយើងហៅថា single choice list view វាក៏ជាប្រភេទ list view មួយដែរប៉ុន្តែវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់នឹងធ្វើការជ្រើសរើសនៅទិន្នន័យណាមួយនៅក្នុងចំណោមទិន្នន័យទាំងអស់នៅក្នុង list view ដែលបានបង្ហាញអញ្ចឹងក្នុងចំណោមទាំងអស់ហ្នឹងគាត់រើសបានតែមួយទេដើម្បីធ្វើឲ្យវាคล้ายទៅជា single choice list view គឺយើងត្រូវមាន adapter ដូចគ្នា array adapter ដូចគ្នាដើម្បីផ្ទុកនៅ resource ឬក៏ data source ហើយ layout របស់វាគឺយើងអាចប្រើ
វាគឺមានស្រាប់តែម្ដងនៅក្នុង Android គឺ android.or.layout simple list item single choice អញ្ចឹងពេលយើងដាក់នៅប្រភេទ resource item នេះចូលអញ្ចឹង list view យើងនឹងคล้ายទៅជា single choice ប៉ុន្តែនេះគ្រាន់ជាដំណាក់កាល interface តែម្ដងអញ្ចឹងធ្វើម៉េចឲ្យវាคล้ายទៅជា single choice ពិតប្រាកដគឺយើងត្រូវប្រើ set choice mode ដែលយើងកំណត់ថា choice mode single អញ្ចឹងពេលនោះ list view យើងនឹងคล้ายទៅជា single choice list view ដែលវាអនុញ្ញាតឲ្យ user ជ្រើសរើសបានតែមួយជម្រើសប៉ុណ្ណោះក្នុងចំណោម list view ទាំងអស់នៅក្នុងនោះអញ្ចឹងបើសិនជាយើងចង់ឲ្យ user ជ្រើសរើសបានច្រើនជម្រើសវិញអញ្ចឹងគឺយើងត្រូវប្រើ multiple choice list view វាក៏ជា list view ដូចគ្នាវាស្តៀងទៅនឹង single choice ប៉ុន្តែ multi choice គឺវាអនុញ្ញាតឲ្យ user អាចជ្រើសរើសបាននៅច្រើនជម្រើសអញ្ចឹងដើម្បីធ្វើឲ្យវាคล้ายទៅជា multiple choice គឺជំហានវាដូចតែគ្នាគឺយើងត្រូវមាន data source មួយហើយក្នុង array adapter យើងត្រូវកំណត់ resource វាដែលមានស្រាប់នៅក្នុង Android គឺយើងគ្រាន់តែដូរខាងក្រោយថា simple list item multiple choice ពេលនោះយើងនឹងបាន interface ជាលក្ខណៈ multiple choice list view ហើយយើងនឹង set នៅ choice mode ដូចគ្នាប៉ុន្តែកន្លែងនេះគឺយើងដាក់ choice mode multiple អញ្ចឹងពេលនោះ list view របស់យើងនឹងคล้ายទៅជា multiple choice list view ដែលអនុញ្ញាតឲ្យ user ជ្រើសរើសបាននៅច្រើនជម្រើសក្នុងចំណោម item ទាំងអស់ដែលបានបង្ហាញនៅក្នុង list view របស់យើងបាទសូមអរគុណទៅដល់ក្រុមស្រាវជ្រាវទាំងអស់ដែលបានចូលរួមក្នុងកិច្ចការស្រាវជ្រាវនេះសម្រាប់មេរៀនបន្តទៀតយើងនឹងធ្វើការបង្ហាញអំពី notification និង toast សូមអរគុណ